tê vinh nhiên tăng phá vị sa tệ ê vanh hệ tê bia hệ dạ sắc khát tạp bèng Niel bia hệ dạ pro hẹt nụ anh có bay sắc xa giang ni tha cao khơn nâng trâm tay chia cao khơn cao ban lư trâm tay chia cao ban lư cao đăng à ram trâm tay chia cao đăng à ram phlau cho mô anh đạt nâng cai trâm tay chia cao đăng à ram phlau cho mô anh đạt nâng cai cao đăng à ram phlau chất nâng trâm tay chia cao đăng à ram phlau ở chất bia hệ dạ nẹ cọp bay sắc xa giang ni cha sa thu lục ru Bà xả thuốc ở con trà lúc giấy. Tỏ nên là smart chất soát xì mùi tiết. Ta sẵn. Đẹp sao được Xem bờ ta ôn mùi tiết ta. nhưng bắt chăm phòng hay toàn mơ nữa Lấy mình ta mơ slide sân á ta. bạn xong mơ nha bạn này ta sama tại hạ bìa hệ dạ e vang sạc khệ tạp bang tật thệ ma tăng phạ vít sa tệ sô ta ma tăng phạ vít sa tệ mụ ta ma tăng phạ vít sa tệ vinh nhiên ma tăng phạ vít sa tệ e vanh hệ tê bia hệ dạ sạc hạ tạp bang Menil Menil bia hệ dạ pro hai đồ ai nhạ có bay sắc xa giang ni thá ca khơi nâng trầm tai chỉ ca khơi ca lư nâng trầm tai chỉ ca lư ca đâng à ròm plơ trầm mô ảnh đạt cai nâng trầm tai ca đừng à rом plei cho một anh đạt cai ca đừng à rom plei chết nâng trầm tai chia ca đừng à rom plei chết maniel bia hệ dạ nè có bay sắc xa dạng này con tiền Bà ở con trán. Chẳng được khả năng cả sắc xa phò dơនៅក្នុងវគ្គនេះគឺពាក់ព័ន្ធនឹងការតាមដានខណៈឃើញខណៈឮខណៈបានទទួលដឹងអារម្មណ៍តាមផ្លូវច្រមុះដាតកាយហើយនឹងចិត្តក្នុងការឃើញជាដើមហ្នឹងក៏យើងបានសិក្សាហើយឃើញដល់សភាវៈធម៌ប្រមាណបាទខណៈឃើញដល់សភាវៈធម៌5លោកគ្រូបាទការឃើញមួយម៉ាត់ហ្នឹងគឺឃើញដល់សភាវៈធម៌ទាំង5មានអីខ្លះបាទ5ហ្នឹង5ចក្ខុប្រសាទ1រូបអារម្មណ៍1ចក្ខុវិញ្ញាណ1ភាសា1វេទនានិងជាវេទនាបាទភាសាហើយនឹងវេទនាបាទគឺឃើញនៅសភាវៈ5ក្នុង5ហ្នឹងយើងពេលដែលយើងពិចារណាដោយធម៌ហ្នឹងយើងពិចារណាទាំងអស់ឬក៏ពិចារណាតែមួយទេចារណាម្ដងមួយលោកគ្រូបាទយើងអាចពិចារណានៅសភាវៈមួយហ្នឹងឧបមាថានៅក្នុងផ្លូវចក្ខុវាមានសភាវៈធម៌ទាំងអស់វា5ដែរចក្ខុមែនទេចាបាទនេះខ្ញុំមើលលេខណាវាមាន1 2 3 4 5ពាក្យថាឃើញននមួយម៉ាត់ហ្នឹងវាចេញបាន5ហ្នឹងអញ្ចឹងក្នុង5ហ្នឹងហើយដែលជាសភាវៈបរមត្តដែលយើងអាចពិចារណាបានឧទាហរណ៍ថាឥឡូវពិចារណាអំពីចក្ខុប្រសាទក្នុងចក្ខុប្រសាទនេះយើងពិចារណាទៅឃើញអីខ្លះបាទឃើញប្រសាទលោកឲ្យពិចារណាអំពីអីខ្លះទៀតมันចែកជា4ដែរមែនទេចាបាទចក្ខុប្រសាទមួយហ្នឹងចែកចេញជា4ដែរលក្ខណៈបាទជានេតិ
ចិត្តប្រកប យើងអាចពិចារណាឃើញពីលក្ខណៈ ជា នី នេ តិ តិជាការ និង ប្រ អា កប ការៈ ការៈ ប្រ ប្រ ក ក ប ប បាទ ហេតុចិត្ត អញ្ចឹងយើងអាចពិចារណាឃើញលក្ខណៈតួនាទី ពុនិទី បាទអាការៈប្រកប ការៈប្រក គេ ប ហៅថាផលយើងថាផលចឹងទៅស្រួលចំណាំជាងជួនកាលយើងពិចារណាឃើញផលរបស់ចក្ខុប្រសាទណាឬជួនកាលពិចារណាឃើញហេតុ ហេ ចិត្ត តុចិត្ត បា ចឹ ទ ងយើងអត់ណែតួនាទីតែអត់មានលក្ខណៈកាច់អាការៈប្រកបទេលោកគ្រូអត់មានកាច់ទេតួនាទីនឹងជាកាច់គ្រូ បាទនីតិហ្នឹងគឺកិច្ច ចាចង់ប្រាប់មួយហៅកាច់បានអរគុណគ្រូ អាការៈប្រកបគឺផល ចា បាទអញ្ចឹងនៅក្នុង4ហ្នឹងយើងអាចពិចារណាឃើញលក្ខណៈរបស់វាក៏បាននីតិផុសចក្ខុប្រសាទក៏បានផលរបស់ចក្ខុប្រសាទក៏បានឬក៏ហេតុចិត្តក៏បាន ចា បាទជួនកាលគណៈហ្នឹងវាលឿនរហ័សណាស់យើងពិចារណាអត់ទាន់ទេអាចមកដល់រូបារម្មណ៍នេះក៏ថាបានណាជួនកាលយើងអាចពិចារណាមកដល់រូបារម្មណ៍ហ្នឹងក៏អាចថាបានរូបហ្នឹងវាមានលក្ខណៈយ៉ាងម៉េចវាមាននីតិរបស់វាហ្នឹងយ៉ាងម៉េចហ្នឹងហើយផលយ៉ាងម៉េចហេតុចិត្តយ៉ាងម៉េចជួនកាលយើងអាចពិចារណាអំពីចក្ខុវិញ្ញាណហ្នឹងវាមាន4ចឹងដែរទៅ ចា មួយមាន4មួយមាន4អញ្ចឹងណា ចា បាទហើយជាធម្មតាយើងពិចារណាបើសិនជាធម៌ហ្នឹងវាកើតលឿនរហ័សយើងតាមមិនទាន់ទេនេះអាចពិចារណាមកដល់ឃើញវេទនា នេះ វេទនានេះឆាប់ដឹងហ្នឹងមែនទេ ចា ជាច្រើនវេទ ឃើញ នា រូ មុន ប នេះ ឃើញរូបជាទីប្រាថ្នាស្អាតអញ្ចឹងកើតអីបាទរូបស្អាត កើតតមនោ បាទ ចា ស្អាតហ្នឹងវានាំឲ្យកើត ជំពាក់ សុខអញ្ចឹងមកបាទរូបអាក្រក់មិនស្អាត ទុំណូ បាទនាំឲ្យកើតអី តុកតុម កើត នោះ ទុក្ខវេទនាបាទរូបហ្នឹងយើងឃើញរាល់ថ្ងៃដូចឃើញប្តីឃើញប្រពន្ធឃើញកូនឃើញចៅហ្នឹងធម្មតាហ្នឹងកើតអី ឧបេក្ខា បាទកើតឧបេក្ខាអញ្ចឹងទៅអញ្ចឹងអាចពិចារណាមកដល់វេទនាហ្នឹងក៏បានដែរជាទូទៅគឺដោយសារធម៌ហ្នឹងវាលឿនរហ័សយើងតាមមិនទាន់ចក្ខុប្រសាទរូបារម្មណ៍ចក្ខុវិញ្ញាណភាសាអីតាមមិនទាន់អាចមកទាន់នៅវេទនាព្រោះវេទនាហ្នឹងវាប្រកបអញ្ចឹងបានពេលយើងសមាធិដំណាក់កាលដំបូងគឺយើងតាមដានខ្យល់ដង្ហើមដំណាក់កាលទី2ចាប់ផ្ដើមចូលដល់30-40នាទីគឺយើងចាប់ផ្ដើមតាមដានវេទនាម្ដងព្រោះវេទនាវាកើតណាកើតតាំងពីចុងសក់រហូតទៅដល់ចុងជើងអញ្ចឹងយើងរាប់ពីក្បាលរហូតដល់ចុងជើងយើងដាក់សតិតាមមើលវេទនាហ្នឹងអញ្ចឹងវេទនាហ្នឹងឯងដែលវាងាយនៅក្នុងការតាមដានប៉ុន្តែអ្នកខ្លះមិនទម្លាប់ក្នុងការតាមដានវេទនាទេក៏មិនងាយកើតវេទនាដែរតែពេលវេទនាកើតយើងតាមដានទៅឆាប់ដឹងដូច្នេះវាអាចធ្វើឲ្យយើងកាត់បន្ថយនៅការប្រកាន់ការហួងហែងយើងហៅថាជាហេតុជាបច្ច័យដែលនាំឲ្យកើតនៅទុក្ខហ្នឹងគឺមកអំពីតណ្ហាទិដ្ឋិរបស់យើងហ្នឹងឯងដល់ពេលយើងពិចារណាឃើញរូបហ្នឹងត្រឹមតែជាវេទនារូបល្អស្អាតជាទីប្រាថ្នាអីហ្នឹងត្រឹមតែជាសុខវេទនារូបអាក្រក់មិនជាទីប្រាថ្នាមិនជាទីពេញចិត្តអាហ្នឹងត្រឹមតែជាទុក្ខវេទនារូបដែលយើងឃើញជាប់ជាប្រចាំហ្នឹងអាហ្នឹងឧបេក្ខាវេទនាអញ្ចឹងយើងពិចារណាឃើញតែវេទនាទៅពេលហ្នឹងគណៈពេលឃើញហ្នឹងត្រឹមតែឃើញទេបាទ ត្រឹមតែឃើញ ឃើញណហ្នឹងណាបាទគណៈ ត្រឹមតែ ឃើញ ឃើញ ហ្នឹងគឺត្រឹមតែឃើញហ្នឹងឯងឃើញទេវាអត់ជាប់ទៅនឹងសត្វជាប់ទៅនឹងបុគ្គលដទៃទៀតទេអញ្ចឹងសេចក្តីលម្អិតហ្នឹងគឺឲ្យយើងចេះតាមដាននៅសភាវៈទាំង5ហ្នឹងណាបាទនេះទាំង5ហ្នឹងដែលជាសភាវៈកើតនៅពេលដែលប៉ះខ្ទប់ជាមួយរូបារម្មណ៍សំបីតែសំឡេងក៏ដោយពួកយើងប៉ះភាកច្រើនគឺប៉ះតែរូបនិងសំឡេងហ្នឹងច្រើនបើរឿងក្លិនរឿងកាយរឿងរសជាតិអីអាហ្នឹងធម្មតាទេអ្នកខ្លះអធិស្ឋានទៅក៏អត់សូវបានចារណាទៅវាអត់សូវមានកើតច្រើនទេតែអារឿងរូបនិងសំឡេងហ្នឹងអាសាកើតច្រើន
សំឡេងមិនជាទីប្រាថ្នាសំឡេងមិនជាទីពេញចិត្តរូបមិនជាទីប្រាថ្នាមិនទីពេញចិត្តហ្នឹងកើតច្រើនអញ្ចឹងយើងអាចពិចារណាសភាវៈទាំង5នឹងបានភាវៈណាមួយក៏បានយើងអាចតាមដានម្ដងទាំង5នឹងបានទេអញ្ចឹងយើងអាចចាប់យកសភាវៈណាមួយឧទាហរណ៍ថាចាប់យកចក្ខុប្រសាទក៏បានរូបារម្មណ៍ក៏បានចក្ខុវិញ្ញាណក៏បានភាសៈក៏បានវេទនាក៏បានដែរដើម្បីដោះនៅចំណងគឺតណ្ហាដែលវាអាចកើតទិដ្ឋិការជាប់ប្រកាន់ហួងហែងនៅក្នុងរូបសម្លេងក្លិនរសផលតពៈហ្នឹងចាណាឲ្យវាកើតរហូតដល់អនិច្ចំទុក្ខអនត្តាណាឲ្យឃើញថាសុភាពរបស់វាមិនទៀងជាទុក្ខជាអនត្តាអាហ្នឹងដល់ដំណាក់កាលហ្នឹងបានចិត្តរបស់យើងហ្នឹងវាជួយឲ្យមានការធ្លាក់ចុះនៅការប្រកាន់ការហួងហែងហ្នឹងអញ្ចឹងណាតើទាំងអស់គ្នាទៀន បានលោកគ្រូ ជើញបងមេងឡាឃើញលើកដៃបងជើញ ចាជម្រាបសួរលោកគ្រូនិងធម្មយាទាំងអ បាទ ស់និយាយទៅ ថ្នាក់នេះ រៀន មិនបាច់ យូ លើ រ ក ទៅ ដៃទេបងថ្នាក់នេះចង់និយាយយកហ្មង ចា ហ្នឹងហើយដោយសាររៀន ហឹម ដល់មុខទៅវាភ្លេចអាក្រោយទៅពេល បាទ សភាវៈ4នៃចក្ខុប្រសាទហ្នឹងលក្ខណៈនៃចក្ខុប្រសាទឬមួយក៏អក្សរស្អីគេលោកគ្រូបន្ទាប់មក លក្ខណៈនីតិ អូអាហ្នឹង បាទនី ដូចជា តិ អត់ ឬក៏ អត់ កិច្ច យល់មកទេលោកគ្រូរៀនតែមុខអាក្រោយឬងឹតឆឹងវិញ តាមពិតនៅក្នុង file ហ្នឹងមានហើយចាំមើលខ្ញុំផ្ញើ file ឲ្យបងមើលណាក្នុងមេរៀនវិបស្សនានៃនេះលោកប្រាប់ពីនីតិរបស់ភ្នែកហ្នឹងយ៉ាងម៉េចរបស់រូបារម្មណ៍ហ្នឹងយ៉ាងម៉េចវាធ្វើកិច្ចអីហ្នឹងយើងបានរៀនផុតដែរហើយកន្លងមកយើងក៏ធ្លាប់រៀនដែរអំពីលក្ខណៈផលហេតុចិត្តរបស់វាហ្នឹងណា លក្ខ ចាំខ្ញុំ ណៈ ផ្ញើ file ហ្នឹងជូនបងយកទៅមើលតែ តម្លាក់ចូលក្រុមលោកគ្រូខ្ញុំមើ បា ល ទ ហើយ ដាក់ ចា ចូលក្រុមណារូ អរ បារ គុ ម ណ ណ៍ហ្នឹង ខ្ញុំ ក៏ ថ្មី ក៏ដូច ដែរ គ្នាបង ហើយមួយវិញទៀតដែលវេទនាបើសិនជាវេទនាដែលកើតតាមចក្ខុសោតៈហ្នឹងវាសិតតែជាឧបេក្ខាវេទនាតាប៉ុន្តែក្រៅនេះវាបែរជាមានសុខមានទុក្ខមានឧបេក្ខាអីសរុបអញ្ចឹង បាទអឺ ចា គឺវាផ្ដើមចេញពីភាសាលោកហៅថាភាសាជាវេទនា អូ ភាសា ហ្នឹង ជា បានន័ វេ យថា ទ វា នា ប្រ ណា ជុំនៅធម៌3តែម្ដង បាទប្រជុំធម៌3ដោយសារតែធម៌ទាំង3ហ្នឹងយើងឃើញហើយនេះវាមានចក្ខុរូបារម្មណ៍ចក្ខុវិញ្ញាណអញ្ចឹង3ហ្នឹងផ្សំគ្នាហ្នឹងគឺកើតភាសាហើយភាសានេះគឺវាជាបច្ច័យនាំឲ្យកើតវេទនាអញ្ចឹងណាយើងឃើញថាភ្នែកវាឧបេក្ខាហើយប៉ុន្តែភាសាហ្នឹងវាជាបច្ច័យនាំឲ្យកើតសុខវេទនាបានទេថាកើតបានសុខវេទនាเราហៅថាភាសាជាវេទនាអញ្ចឹងណាអឺការប៉ះខ្ទប់ហ្នឹងនាំឲ្យកើតទុក្ខវេទនាបានទេកើតបានឧបេក្ខាបានទេកើតបានអញ្ចឹងការប៉ះខ្ទប់ហ្នឹងហើយដែលជាបច្ច័យនាំឲ្យកើតវេទនាដោយនៅក្នុងមេរៀនបដិច្ចៈយើងរៀនអញ្ចឹងណាបងបា ចា ទព្រោះវេទនាកើតអាស្រ័យមានភាសៈជាហេតុចិត្តវេទនាកើតណា អាហ្នឹងមិនមែន យើងអត់ ភា និយា សៈ យ ជាហេតុចិត្តទេភាសៈជាបច្ច័យឲ្យកើតវេទនាវិញ បាទជាបច្ច័យនាំឲ្យកើតវេទនាបាទតែបើយើងនិយាយពីចក្ខុវិញ្ញាណអាហ្នឹងវាឧបេក្ខាវេទនាទេគឺវិញ្ញាណណាបាទ ចា តែយើង ដើម្បី និយាយ រៀ នេះ ន គឺយើងនិយាយនៅក្នុងវេទនាដែលជាវេទនាចិត្តសឹក ចា ហើយវេទនានេះអត់និយាយវេទនា5ទៀតលោកនិយាយតែវេទនា3ឯងគឺលោកនិយាយអំពីការសោយអារម្មណ៍ព្រោះវេទនាមិនមាន2បងឯងលក្ខណៈរបស់វាអារម្មណានុភវនៈលក្ខណៈគឺនិយាយអំពីការសោយអារម្មណ៍មាន3គឺសុខទុក្ខឧបេក្ខាបើអន្ត្រីភេទន័យអាហ្នឹងបានយើងចែកទៅចិត្តវាមាន5ចែកទៅចិត្តទៀតណាតែក្នុងវិបស្សនាលោកអត់ចែកទៅចិត្តទេគឺលោកឲ្យយើងដឹងតែពីវេទនា3ឯងគឺសុខមានន័យថាសុខផ្លូវកាយវាសោមនស្សផ្លូវចិត្តវាផ្សំគ្នារួចហើយទុក្ខផ្លូវកាយវាទោមនស្សផ្លូវចិត្តបាទឧបេក្ខាមិនសុខមិនទុក្ខនឹងឯងបាទ លោកគ្រូ អញ្ចឹងចង់ដឹងអា4ហ្នឹងចាំមើល file ណាបងនេះក្នុង ឧ ភាសាណា ឧ នៃ ទា នេះ ហរណ៍ថាយើងឃើញរូបបារម្មណ៍ចក្ខុវិញ្ញាណកើតអញ្ចឹង
ចារណាវេទនាអីគេលោកគ្រូឧបេក្ខាមែន រូបហ្នឹងរូបយ៉ាងម៉េចបងដល់ពេលដែលចក្ខុវិញ្ញាណកើតចឹងទៅវាប៉ះកតុបគ្នាហើយតើឃើញរូបហ្នឹងវាជាទីប្រាថ្នាទេលោកឲ្យយើងមើលថាតើវាជាទីប្រាថ្នាឬមិនជាទីប្រាថ្នារបស់យើងបើ បើ សិន ជាទី រូប ប្រា ហ្នឹង ថ្នាទៅសុខវេទនាទៅ បាទវាស្អាតទៅវាជាសុខវេទនាទៅអញ្ចឹងយើងពិចារណាថាត្រឹមតែសុខវេទនាបានហើយកុំឲ្យវាជាប់ទៅដល់លោភៈណាបង យល់ហើយយល់ អត់កើតទៅ សារ លោភៈ វេ ទេ ទនា បាទ វេទនា បាទ 3 យើងពិ គឺ ចារ វា ណាត្រឹមតែវេ យើង ទនា យកទាំងផ្លូវកាយនិងផ្លូវចិត្តណាវេទនា3ហ្នឹងគ្រូ បាទសរុបទាំងអ ចា ស់ ចា ទាំងផ្លូវកាយផ្លូវចិត្តយើងនិយាយអំពីការតេតតនឹងការសារអារម្មណ៍ឧទាហរណ៍ថាបងនៅផ្ទះអញ្ចឹងទៅស្រាប់តែឃើញកូនចៅហ្នឹងវាដាក់របស់ហ្នឹងវាអត់ត្រូវកន្លែងបើសិនយើងអត់មានសតិតាមតន់ឃើញគណៈពេលឃើញហ្នឹងយើងខឹងហ្នឹងបាទឯបានធ្លាប់ដាក់តំណឹងទៅដាក់នៅតំណេះខឹងហ្នឹងបាទយើងអាចខឹងបានណាអញ្ចឹងបើយើងគណៈឃើញថាដាក់អីបានខុសហ្នឹងហើយស្រាប់តែយើងមានស្តិប្បដ្ឋានមួយកើតឡើងពុបយោនិសោមនសិការៈបើយើងពិចារណាឃើញវេទនាថាត្រឹមតែជាទុក្ខវេទនាឬក៏ជាអកុសលវិបាកដែលយើងជួបប្រទះចាអកុសលវិបាកយើងជួបប្រទះហ្នឹងវាបណ្ដាលឲ្យកើតនៅទុក្ខវេទនាអញ្ចឹងវាត្រឹមតែជាទុក្ខវេទនាទុក្ខវេទនាលក្ខណៈវាយ៉ាងម៉េចទុក្ខវេទនាហ្នឹងគឺលក្ខណៈរបស់វាជួបជាមួយអារម្មណ៍មិនជាទីប្រាថ្នាឃើញទេប្រាថ្នាអីហើយមិនបានដោយបំណងហ្នឹងគឺជួបអារម្មណ៍មិនជាទីប្រាថ្នាអាហ្នឹងវាត្រឹមតែជាទុក្ខវេទនាបាទកិច្ចនីតិផលអីបើយើងបានរៀនទៀតទៅក៏យើងពិ ចុ ចា ះ រណាឃើញទៀតទៅណាបាទ អីលោកគ្រូឧទាហរណ៍ថាចេះឧទាហរណ៍ថាយើងទៅទិញរបស់មួយហើយរបស់ហ្នឹងអើយអ្នកលក់គេប្រាប់យើងថាល្អហើយប៉ុន្តែយកមកធៀបពិតរបស់ហ្នឹងវាមិនមែនជារបស់ថ្មីវាជារបស់មួយទឹកហើយដូចថាវាអត់ល្អអញ្ចឹងហើយយើងក៏ដូចថាខឹងក្នុងចិត្តអញ្ចឹង ខឹង ណាលោកគ្រូអាហ្នឹងយើងពិចារណាធម៌អីទៅ ពេលដែលយើងខឹងហើយមានន័យថាការគិតការប្រាថ្នាធម៌មានអារម្មណ៍របស់យើងកើតឡើង ធម្ម ហើយ វិរៈ លោកឲ្យពិចារណាទៅដល់ធម៌មានអារម្មណ៍វិញអញ្ចឹងណាបងបើគណៈឃើញពិចារណាដល់ឃើញបើយើងពិចារណាដល់ធម៌មានអារម្មណ៍គឺរឿងរ៉ាវដែលកន្លងទៅហើយមានអតីតកាលនិងអនាគតក្នុងធម៌មានអារម្មណ៍ហ្នឹងក៏វាមានលក្ខណៈ5របស់វាចឹងដែរដូចគ្នាចឹងដែរគឺមโนទ្វាធម៌មានអារម្មណ៍មโนវិញ្ញាណភាសៈវេទនាអាហ្នឹងក៏នាំឲ្យកើតវេទនាដូចគ្នានេះធ្វើឲ្យយើងខឹងហ្នឹងណាអញ្ចឹងគណៈពេលហ្នឹងវាកន្លងទៅហើយយើងអាចសារឡើងវិញបានទេវាខឹងបាត់ហើយហ្នឹងតែយើងអាចនឹកគិតតាមដានគណៈនឹកគិតហ្នឹងគឺនឹកឃើញថាអ្វីដែលយើងបានជួបអ្វីដែលយើងបានជួបប្រាថ្នាហ្នឹងវាត្រឹមតែជាទុក្ខវេទនាអ្វីដែលយើងបានខឹងកន្លងមកហ្នឹងណាវាត្រឹមតែជាទោសៈចិត្តបាទជាទោសៈចិត្តដែលទោសៈហ្នឹងមកថាអីដោយសារតែវាជួបរបស់មិនជាទីប្រាថ្នាអញ្ចឹងវានាំឲ្យយើងហ្នឹងកើតទុក្ខវេទនាចាណាត្រឹមតែជាទុក្ខវេទនាដល់ពេលចិត្តយើងដកមកគិតពិចារណាត្រឹមតែជាវេទនាអញ្ចឹងវាលះអាចិត្តខឹងលះអាចិត្តដែលគិតថាគេបន្លំយើងខូចយើងហ្នឹងបាត់ទៅហើយឃើញទេព្រោះចិត្តវាគិតបានតែមួយដួងទេបើតែឃើញតែវេទនាគឺសោយតែវេទនាហ្នឹងឯងត្រឹមតែជាវេទនាអញ្ចឹងវាសមនឹងដូចអ្វីដែលព្រះអង្គពោលមិញថាការនឹកគិតផ្លូវចិត្តវាត្រឹមតែជាការនឹកគិតផ្លូវចិត្តនេះកន្លែងពិហយៈពោលព្រះអង្គពោលមួយពិហយៈហ្នឹងណាបាទអញ្ចឹងការគិតហ្នឹងត្រឹមតែជាការគិតប៉ុណ្្នឹងឯងទោសៈដែលវាកើតហ្នឹងវាត្រឹមតែជាទោសៈហ្នឹងឯងពេលយើងពិចារណាអញ្ចឹងទៅវាកាត់បន្ថយនៅសេចក្តីទុក្ខនិងទោសៈលោភៈដែលវានឹងគម្រោងនឹងកើតហ្នឹងក៏មិនអាចកើតតទៅទៀតបានអញ្ចឹងនឹងលំអិតទៅទៀតបងណាបងលំអិតទៅទៀតចារណាតទៅទៀតទៅមុខទៀតបាទ លោកគ្រូក្នុងវេទនា3ហ្នឹងគឺឧទាហរណ៍ថាទុកហ្នឹងគឺយកទាំងទុកផ្លូវកាយនិងទុកផ្លូវចិត្តហើយនឹង បាទ សពក៏ បា ដូច ទ គ្នាដែរអូ សុខផ្លូវ ចា កាយ ចា សុខផ្លូវចិត្តបាទយកទាំងពីរ ចាបើនិយាយទៅបើដោយលោកគ្រូបញ្យល់ចឹងនិយាយទៅឲ្យត្រឹមឃើញតែបរមត្តតែប៉ុណ្ណឹង បាទឃើញតែបរមន្ត
ពេលហ្នឹងទៅវាអ អូ ស់អាគេបន្លំយើងហ្នឹងវាបាត់អស់វាឃើញត្រឹមតែជា ចា បរមត្ថធម៌ វាឃើញតែបរមត្ថ បា វា ទ អត់បញ្ជាក់ទៅដល់បញ្ញត្តិ អត់បានដល់បញ្ញត្តិបាទ ចា ហើយវា ប្ ឃើញ លែក ថា ឃើញថាសត្វបុគ្គលដែលយើងធ្លាប់ធ្វើកន្លងមកកម្មអតីតកាលអីផ្សេងៗដែលយើងធ្លាប់សាងមកបន្លំគេឥឡូវហ្នឹងវាយើងជួបអវិបាកកម្មហ្នឹងឯងវិបាកហ្នឹងវាប្រកបឡើងនៅក្នុងមโนទ្វាររបស់យើងនេះយើងអាចចង្កើតពិចារណាទៅដល់មโนទ្វារក៏បានពិចារណាអារម្មណ៍ដែលយើងជួបហ្នឹងណាតាមរយៈធម្មអារម្មណ៍ដែលយើងជួបហ្នឹងក៏បានយើងពិចារណាអំពីមโนវិញ្ញាណក៏បានចារណាត្រឹមតែជាការប៉ះខ្ទប់ក៏បានចារណាអំពីវេទនាក៏បានក្នុង5ហ្នឹងមួយណាក៏បានដែរព្រះអង្គឲ្យយើងពិចារណាទៅតាមផលតាមលក្ខណៈកិច្ចនីតិរបស់វាយើងមើលឃើញតែបរមត្ថធម៌របស់វាវាអត់មានសត្វបុគ្គលដែលមកផ្សំនៅក្នុងហ្នឹងទេចឹងហើយទៅគ្រាចិត្តហ្នឹងឲ្យចេញទៅវាកើតនៅបញ្ញាមួយបងនេះការពិចារណាអញ្ចឹងនាំឲ្យកើតបញ្ញាមួយលោកហៅឈ្មោះថានាមរូបបរិច្ឆេទញ្ញាណក្នុងយាន16ណាបាទមានតែ16ហ្នឹងគឺនាមរូបបរិច្ឆេទញ្ញាណបាទចាណាបែបហ្នឹងរឿយទៅកើតបានបញ្ញាហ្នឹងមួយគឺបែងចែកឃើញថាវាត្រឹមតែជានាមរូបហើយនាមរូបហ្នឹងត្រឹមតែជាការកើតហើយក៏រលត់ទៅវិញបើថាយើងខឹងគេហ្នឹងពីម៉ោងក្រោយយើងបាត់ខឹងបាត់ហើយអញ្ចឹងគឺវាកើតវារលត់បាត់ទៅហើយតែពិតវាកើតតែមួយផ្លែតវាក៏រលត់បាត់ទៅវិញហើយដែរអញ្ចឹងទៅយើងក៏ពិចារណាបែងចែកឃើញត្រឹមតែនាមហើយនឹងរូបត្រឹមតែនាងត្រឹមតែរូបហើយនាមរូបទាំងអស់នោះស្ថិតនៅក្នុងត្រៃលក្ខណ៍គឺអនិច្ចំទុក្ខំនិងអនត្តាចឹងទៅទៀតក្នុងមេរៀនយើងនឹងប្រាប់ឲ្យវិធីនៅក្នុងការតាមដានគណៈពេលនឹកគិតគណៈពេលឃើញគណៈពេលឮយើងត្រូវធ្វើមិនខ្លះលោកនឹងប្រាប់យើងបន្តទៀតបាទនេះក្នុងវិបស្សនាន័យហ្នឹងណា លោកគ្រូធម៌ហ្នឹងធម៌ត្រាស់ដឹងពីរយៈកន្លែងហ្នឹងត្រាស់ដឹងធម៌លោកគ្រូតលំអិតដែរណាគេលោកត្រាស់ដឹងដូចលោកដែរ វិហយៈត្រាស់ដឹងណាមកគាថាហ្នឹងត្រាស់បានភ្លាម ចាកន្លែងហ្នឹងគឺត្រូវលំអិតណាលោកគ្រូដោយសារបាទ កន្លែងត្រាស់ដឹងធម៌មួយគឺសំខាន់មែនតើណាលោកគ្រូ បាទ ពេលខ្លះរៀនលឿនទៅកាន់យកន័យទៅវាចង់និយាយថាយល់អត់ជ្រៅទៅចឹងទៅលឿនពេកទៅមុខទៅចាប់តែមេរៀនមកដល់ពេលអាមេរៀនក្រោយយើងអត់សូវបានមកពិចារណាកន្លែងហ្នឹងគឺសាកឆាហ្នឹងគឺល្អខ្លាំងមែនតើខ្ញុំអត់ដែរបានចូលចឹងលោកគ្រូខ្ញុំហ្នឹងហើយព្រោះដោយសារខ្ញុំអត់សូវបានរៀនសាកឆាអញ្ចឹងវាច្រើនរៀនលឿនទៅវាចាប់ន័យអត់ជ្រៅ បាទ ពេលណាសួរច្រើនក្នុងថ្នាក់ទៅវាខ្លាចរំខានច្រើនពេកទៅអត់សូវហ៊ាន បាទ ខ្ញុំសិស្សគ្រូកែមកនេះ សាធុ តែបាត់រៀនយូរហើយតែរៀនបន្តិចទេរៀនយឺតមួយដោយសារថ្នាក់នេះចាស់ច្រើន បានសិស្សបកែ យល់ តែគ្រូបានសិស្សបកែចូលមកមួយគ្រាន់សួរចែកគ្នាស្ដាប់ បាទបងមីឡាមកសួរទៅ មីឡាកុំរត់ចោល បញ្ញាដែរហ្នឹងហើយ អត់សូវមានពេលរៀនអញ្ចឹងតែបាត់រៀនអញ្ចឹងឆាប់យល់ជាងរៀនថ្នាក់ដែរលឿនតែពេលលឿនពេកចាប់អត់សូវជ្រៅ បាទ ពេលខ្លះអត់សូវហ៊ានសួរច្រើន យើងពេលខ្លះយើងចាប់តែបរិយ័តដល់កិច្ចបដិបត្តិជីវិតប្រចាំថ្ងៃហ្នឹងវាអត់សូវបាន apply ទៅជាមួយនឹងការរស់នៅហ៎បងដល់អញ្ចឹងទៅយើងអត់ឃើញធម៌ទេយើងឃើញតែជីវិតរស់នៅហ្នឹងគឺពោពេញទៅដោយលោភៈទោសៈមោហៈហ្នឹងគ្រប់តក្កណៈហ្នឹងឯងតែដល់ពេលយើងបានរៀនអំពីមេរៀននេះលោកឲ្យយើងយកមក apply វានៅក្នុងជីវិតរស់នៅយកមកបប្រតិបត្តិតែម្ដងបប្រតិបត្តិក្នុងជីវិតគណៈពេលឃើញគណៈពេលឮគណៈពេលដឹងអញ្ចឹងណានេះបងដូចក្នុងនេះលោកឲ្យយើងតាមដឹងនៅក្នុងគណៈឃើញមេរៀននេះគឺច្បាច់បញ្ចូលគ្នាតាំងពីសតិប្បដ្ឋានតាំងពីចិត្តចេតសិករូបវិថីចិត្តហើយនឹងវិបស្សនាផ្សេងហ្នឹងគឺច្បាច់ចូលគ្នាទាំងអស់មករៀនក្នុងថ្នាក់នេះដោយរំលឹកមេរៀនចាស់ដែររៀនទៅឃើញមេរៀននឹងអភិធម្មយើងដែរលោកប្រាប់ដែរអញ្ចឹងវិបស្សនានៃហ្នឹងគឺមានទាំងអស់ជាការចងក្រងរបស់ព្រះធេរៈពនាមលេឌីសាយដោព្រះធេរៈជនជាតិភូមាអញ្ចឹងលោកតាត្រូវទេ បាទត្រូវ ព្រះធេរៈបាទលេឌីសាយដោហ្នឹងគឺជាគ្រូវិបស្សនាជាគ្រូ
ដែលល្បីនៅប្រទេសភូមាហ្នឹងហើយ ភូ គេ មិ ចាត់លោកថាលោកជាព្រះអនាគាមីព្រះអនាគាមីណាបាទអញ្ចឹងលោកតែងគម្ពីរជាច្រើនក្នុងហ្នឹងវិបស្សនាន័យនេះបាទជាកិច្ចបដិបត្តិមួយដែលសមស្របនឹងអភិធម្មយើងរៀនទៅគឺមេរៀនអភិធម្មចំនួនចិត្តចំនួនចិត្តសឹកអីនិយាយមកបាច់ត្រូវនឹងអ្វីដែលយើងរៀនដែរអញ្ចឹងណាអញ្ចឹងបានយើង ដូច រៀនទៅ ដូច ក៏ រំលឹកមេ ឃើញ រៀន ថា ចឹ ល្អ ងលោកគ្រូ ដោយរំលឹកមេរៀនអញ្ចឹងបាទ ចា កន្លែងពីរយៈសូត្រហ្នឹងខ្ញុំលោកគ្រូខ្ញុំបានសួរព្រះអង្គចាស់យុនជីដែរកន្លែងហ្នឹងលោកបង្រៀនទៅដល់បរិទ្ធារម្មណ៍ហ្នឹងហើយ បាទ ពីរយៈសូត្រហ្នឹងខ្ញុំបានសួរលោកម្ចាស់ថាវាសមស្របជាមួយនឹងបរិទ្ធារម្មណ៍អត់ទេលោកថាអាហ្នឹងស្របហើយព្រោះវាជាបរមត្ថធម៌លោកបានបញ្ជាក់ចឹងតែ ហ្នឹងហើយហ្នឹងហើយ វាស្របគាត់ថាស្របហ្នឹងមិនដូច បាទ បាទវាអត់ ស្របគ្នាស្របនឹងមេរៀនដែលយើងរៀនហើយអញ្ចឹងអ្នកចេះ ស្រប មេរៀនចិត្តចិត្តសឹកមករៀនថ្នាក់វិបស្សនាន័យនេះគឺអាចទៅរួចហើយបាទអញ្ចឹងឥឡូវឧទាហរណ៍គណៈឃើញខ្ញុំលើកពីម្សិលមិញបន្តិចណាបាទគណៈពេលដែលយើងបដិបត្តិហើយយើងកំណត់ថាឃើញណនេះឃើញណរាល់ពេលដែលយើងឃើញអ្វីមួយយើងពិចារណាថាត្រឹមតែជាការឃើញណអញ្ចឹងគណៈឃើញហ្នឹងគឺវិបស្សនាញាណវាចាប់ដើមកើតបស្សនាញាណកើតគឺមើលឃើញត្រឹមតែនាមរូបដូចខ្ញុំនិយាយមិញអញ្ចឹងមើលឃើញត្រឹមនាមរូបហើយនឹងកំណត់ដឹងនៅបច្ច័យដែលនាំឲ្យកើតអញ្ចឹងការកំណត់ដឹងបច្ច័យហ្នឹងលោកហៅថាញាតបរិញ្ញាឧបញ្ញាមាន3បញ្ញា3នេះខ្ញុំសូមស្រួលមកលើបន្តិចបាទនេះបញ្ញាមាន3នេះមានញាតបរិញ្ញាតៃរណបរិញ្ញានិងបហានបរិញ្ញាការយើងសិក្សានៅក្នុងពុទ្ធវចនៈនេះដើម្បីបាននៅបញ្ញា3ហ្នឹងនេះបញ្ញាបត្រណាតែបញ្ញាឃើញមិនមែនបញ្ញាបត្រទេជាបរិញ្ញាឃើញអីញាតបរិញ្ញាហ្នឹងគឺឃើញនៅការកំណត់ដឹងនៅវត្ថុនោះតាមលក្ខណៈសភាវៈរបស់វាអញ្ចឹងណារាល់ថ្ងៃយើងក៏ដែលបានឃើញតាមសភាវៈលក្ខណៈរបស់វាទេយើងឃើញតែជាកូនយើងជាម្ដាយជាឪពុកជាបងជាប្អូនរបស់យើងដល់អញ្ចឹងទៅវាកើតតែការស្រឡាញ់ការស្អប់ការស្រឡាញ់ការស្អប់តាមសភាវៈហ្នឹងអញ្ចឹងតទៅពេលដែលយើងរៀនទៅយើងយល់ពីបរិយ័តហ្នឹងហើយយើងយកមកក្នុងការបដិបត្តិក្នុងការបដិបត្តិហ្នឹងយើងកំណត់ឃើញវត្ថុទាំងអស់ហ្នឹងបើយើងឃើញថាត្រឹមតែជានាមរូបគឺជាការចូលទៅដល់កម្រិតមួយហៅថាញាតបរិញ្ញាបាទគឺកំណត់ដឹងវត្ថុទាំងអស់ហ្នឹងទៅតាមលក្ខណៈដែលជាសភាវៈរបស់វានឹងឯងបន្តមកទៀតពេលដែលយើងកំណត់ឃើញនៅញាតបរិញ្ញានឹងដឹងតាមសភាវៈវាហើយបញ្ញានឹងឈានទៅដល់តៃរណបរិញ្ញាតៃរណបរិញ្ញាហ្នឹងគឺជាការកំណត់ដឹងដោយការពិចារណាឃើញថាវត្ថុទាំងអស់នោះវាមានលក្ខណៈមិនទៀងជាទុក្ខនិងជាអនត្តានេះឲ្យឃើញកន្លែងហ្នឹងធម៌ត្រាស់ដឹងគឺកន្លែងឃើញថាវាមិនទៀងណាមិនទៀងហ្នឹងគឺមិនទៀងមែនហ្មងណាហើយវានាំមកទុក្ខទុក្ខមែនណាហើយវាជារបស់យើងអាចគ្រប់គ្រងបានឃើញថាវាមិនមែនជារបស់ដែលយើងអាចគ្រប់គ្រងបានទេវាជាអនត្តាឃើញច្បាស់ប្រៀបបានដូចយើងធ្លាប់តែយកពស់ហ្នឹងមកពាក់កកហើយគេប្រាប់យើងហើយថាពស់ទេអសេរពឹសទេយើងអត់ជឿគេទេអត់ជឿទេយើងថាគ្រឿងអលង្ការរបស់ល្អយើងយកមកពាក់លម្អអីចឹងណាតទៅដល់ថ្ងៃណាមួយស្រាប់តែយើងឃើញអាពស់ហ្នឹងវាចឹកមនុស្សស្លាប់មែនមនុស្សហ្នឹងស្លាប់ទៅឡើងខៀវដោយសារពស់ចឹកហ្នឹងមែនសួរថាពេលហ្នឹងយើងនៅអាឡោះអាឡៃពស់រុំកហ្នឹងទៀតទេបាទឃើញអញ្ចឹង ឈប់អឡៃ យើងប្រកាសជាអីបាទកវត្តចោលហ៎បាទចុះឃើញអាពស់នឹងវាចឹកគេស្លាប់មែនហ៎អញ្ចឹងយើងពាក់កកទុកមិនបានយើងមិនបោះចោលនេះមិនអាឡោះអាឡៃវាគឺឃើញពិតហ្មងឃើញបែបហ្នឹងឃើញតែដូចឃើញពស់ហ្នឹងវាពឹសមែនណាឃើញថាភ្លើងវាក្តៅមែនណាបាទឃើញបែបហ្នឹងទៅតៃណបរិញ្ញាកើតឃើញទេ
បាទតែបើថាឃើញតែរបស់ហ្នឹងល្អទេប្តីអញកូនអញចៅអញបងប្អូនអញអីទាំងអស់នឹងជាមនុស្សជាទីស្រឡាញ់អីរបស់យើងនៅឡើយទេគឺនៅតែអោបពោះហ្នឹងឯងអត់ទាន់ប្រឡែងចោលទេបាទអញ្ចឹងតៃណបរិញ្ញាហ្នឹងតើតែឃើញថាវាមិនទៀងជាទុក្ខជាអនត្តារហូតទៅដល់បហានបរិញ្ញានេះបហានបរិញ្ញាហ្នឹងគឺការកំណត់ដឹងទៅដល់ថ្នាក់លះហ្មងលះដោយយើងកវត្តពោះនឹងចោលណាកវត្តពោះនឹងចោលតែរណៈហ្នឹងប្រៀបបានដូចយើងឃើញថាពោះហ្នឹងវាមានពឹសតែយើងអត់ទាន់បោះវាចោលទេដល់ពេលបហានបរិញ្ញានេះគឺកំណត់ដឹងដល់ថ្នាក់លះបានដោយឃើញថាជាការកំណត់ដឹងត្រឹមតែជាអនិច្ចំទុក្ខំអនត្តាអនិច្ចំទុក្ខំអនត្តាជារបស់មិនទៀងជាទុក្ខជាអនត្តាមិនមែនជារបស់យើងតទៅទៀតទេថ្នាក់នេះគឺថ្នាក់លះហៅថាបហានបរិញ្ញាគឺឈានទៅដល់កម្រិតគេហៅថាសោតាហើយបាទចាប់ដើមសោតាហើយណាសោតាសកតិហ្នឹងគឺលះហើយចាប់ដើមលះបានហើយបាទហ្នឹងហៅថាបហានបរិញ្ញាចានបរិញ្ញាដែលនៅក្នុងសាសនាហ្នឹងគឺមាន3ហ្នឹងរៀនអីរៀនទៅប៉ុន្តែធ្វើម៉េចរៀនទៅដើម្បីកំណត់ដឹងតើវាកំណត់ដឹងទៅពិចារណាឃើញហើយលះ លះ មាន3ហ្នឹងបាទតើតាបាន3ហ្នឹងទើបគ្រប់បរិញ្ញាបត្របរិញ្ញាឃើញនៅក្នុងសាសនាហ្នឹងធ្លាប់រៀនអញ្ចឹងវាមុនមកហើយបងមិញឡាមកវិជា កន្លែងហ្នឹងធ្លាប់រៀនប៉ុន្តែគ្រាន់ថាការលើកឧទាហរណ៍ហ្នឹងរៀងផ្សេងគ្នាប៉ុន្តែកន្លែងដូចតៃរណបរិញ្ញាហ្នឹងការកំណត់ដឹងដោយការពិចារណាថាវត្ថុនោះមិនទៀងជាទុក្ខជាអនត្តាឧទាហរណ៍ថាយើងខ្យល់អស់យើងកំណត់ដឹងនៅកាយសង្ខារចាស់ដូចខ្យល់អាសាសៈបាសសៈអញ្ចឹងគឺការ បាទ ដកដង្ហើមចេញដកដង្ហើមចូលអញ្ចឹងគណៈវាចេញហ្នឹងគឺហើយនឹងគណៈវាចូលហ្នឹងគឺវាមិនទៀងទៅហើយអញ្ចឹងយើងអាចកំណត់ដល់កន្លែងកាយសង្ខារហ្នឹងកន្លែងហ្នឹងក៏កំណត់បានដែរលោកគ្រូឲ្យដូចថាវិបស្សនាដែរដូចថាវារៀងចាស់ខ្លាយអញ្ចឹងណាការកំណត់ខ្យល់ដង្ហើមចេញចូល បាទតាមត្រូវហើយអញ្ចឹងនៅក្នុងន័យខ្លះលោកឲ្យយើងពិចារណាទៅដល់ដង្ហើមចេញដង្ហើមចូលហ្នឹងមិនទៀងហើយក៏របស់ហ្នឹងមិនទៀងហើយរបស់ហ្នឹងអាចក៏ជាទុក្ខហើយក៏ឃើញថារបស់ហ្នឹងក៏មិនមែនជាយើងដែរអញ្ចឹងតៃរណបរិញ្ញាហ្នឹងវានៅក្នុងវិបស្សនាហ្នឹងវាដល់កម្រិតហ្នឹងណាកម្រិតដែលពិចារណាឃើញថាវាត្រឹមតែជាត្រៃលក្ខណ៍ហើយកណាជាត្រៃលក្ខណ៍ហើយគឺចូលបហានបរិញ្ញានេះទើបលះបានអញ្ចឹងដំបូងឡើយយើងត្រូវធ្វើនេះឲ្យកើតសិនបញ្ញាទី1ឲ្យកើតសិនអញ្ចឹងបាននៅក្នុងន័យនេះលោកឲ្យយើងកម្រិតត្រឹមតែញាតបរិញ្ញាសិនកំណត់ដឹងណាកំណត់ដឹងឃើញនៅនាមរូបហើយនឹងកំណត់ដឹងនៅបច្ច័យហ្នឹងថាលោកហៅថាញាតបរិញ្ញាមានន័យថាគឺឃើញជាការឃើញដោយកំណត់ដឹងអំពីការកើតឡើងហើយតអំពីនោះមកទើបទទួលដឹងនៅសភាវៈធម៌ទាំង5យ៉ាងនោះឯង5យ៉ាងដែលយើងនិយាយមិញណានេះ5យ៉ាងមិញហ្នឹងភាវៈធម៌5យ៉ាងហ្នឹងវាមានការកើតឡើងហើយក៏រលត់ទៅវិញអញ្ចឹងកាលណាយើងពិចារណាធម៌ទាំង5យ៉ាងហ្នឹងដដែលក្នុងប្រចាំថ្ងៃយូរទៅវិបស្សនាញាណហ្នឹងក៏ចាស់ខ្លាឡើងកាលណាពិចារណាទៅវិបស្សនាញាណចាស់ខ្លាឡើងក៏នឹងទទួលដឹងដល់ការកើតរលត់បានឆាប់រហ័សដោយព្រះអរិយបុគ្គលទាំងឡាយហ្នឹងគឺលោកមើលឃើញយើងបទុជនហ្នឹងគឺអត់មើលឃើញអ្វីក្រៅអំពីសភាវៈធម៌នៃការកើតការរលត់ហ្នឹងទេហើយចិត្តហ្នឹងក៏ឈានទៅដល់ការយល់នៅត្រៃលក្ខណ៍ថារបស់ហ្នឹងមិនទៀងរបស់ហ្នឹងជាទុក្ខនិងរបស់ហ្នឹងមិនមែនជាតួខ្លួនយើងទេបាទអញ្ចឹងការយល់ក្នុងត្រៃលក្ខណ៍ហ្នឹងគឺមានប្រយោជន៍ច្រើនណាស់នេះរៀនទៅក្នុងវិបស្សនាហ្នឹងឲ្យយើងយល់ពីត្រៃលក្ខណ៍ហ្នឹងហ្មងកាលណាបងប្អូនយល់ពីត្រៃលក្ខណ៍ហ្នឹងគឺវាមានប្រយោជន៍ដើម្បីឲ្យយើងដោះស្រាយនៅការឃើញខុសយ៉ាងម៉េចឃើញខុសថារបស់ទាំងឡាយហ្នឹងវាទៀងជាសុខនិងជាតួខ្លួនយើងរងថ្ងៃយល់ខុសអញ្ចឹងហ៎បាទអត់មានត្រៃលក្ខណ៍យល់អញ្ចឹងហ្មងមែនទេបាទបាទ យល់អញ្ចឹងហ៎ យល់អញ្ចឹង បាទ
ដូច Còn យល់ ប្រ យ កាន់ ល់ ថា សាក់ ស្រីថាប្រុសហ្នឹងក៏វា ប្រុសអានោះសត្វទៀងហ្នឹងមែនទេបងយល់ថាទៀងហ្នឹងមែនទេ យល់ថាទី បើយើងប្រកាន់ខុសហើយហ្នឹងប្រកាន់មានស្រីមានប្រុសហ្នឹងយើងនិយាយ បាទវាឃើញថាជាតួខ្លួនណារាល់ថ្ងៃយើងសក្កាយតិដ្ឋិហ្នឹងវាថាវាពេញបឹបហ្មងណាបាទអញ្ចឹងដើម្បីដោះនៅរឿងហ្នឹងបានតើតែយើងស្វែងយល់អំពីត្រៃលក្ខណ៍ហ្នឹងឲ្យបានច្បាស់បើសិនជាយើងយល់មិនបានច្បាស់ទេវាប្រកាសជាឃើញខុសឃើញថាទៀងជាសុខហើយនឹងមានតួខ្លួនហើយឃើញបានថាកិលេសដែលស្រឡាញ់ឬក៏ស្អប់ហ្នឹងវាអាចនឹងកើតឡើងក្នុងគណៈឃើញហើយរមែងកើតអំពីវត្ថុដែលយើងធ្លាប់ជួបពីមុនមកអញ្ចឹងណាអញ្ចឹងរបស់ណាដែលយើងធ្លាប់ជួបធ្លាប់ឃើញហ្នឹងវានាំឲ្យកើតមានអាការស្រឡាញ់ការស្អប់ហ្នឹងឯងប្រៀបបានដូចថាកូនយើងជួបរាល់ថ្ងៃនិយាយរាល់ថ្ងៃយូរយូរទៅកើតការស្រឡាញ់ចំពោះកូនអញ្ចឹងពេលដែលបាត់បង់កូនទៅយើងប្រកាសជាកើតទុក្ខដូច្នេះហើយបានលោកឲ្យយើងរៀនកំណត់ត្រៃលក្ខណ៍ហ្នឹងឲ្យហើយកំណត់ចិត្តហ្នឹងឲ្យហើយកុំចាំទុករហូតតតែរឿងហ្នឹងកើតបានវាពិចារណាវាអត់ទាន់ពេលទេចិត្តហ្នឹងវាគ្របសង្កត់ដោយស្ដីទុកទៅហើយដូច្នេះទាំងអស់នោះដូចជាការស្រឡាញ់ក្តីការស្អប់របស់មនុស្សទូទៅក្តីរមែងកើតអំពីការជួបមនុស្សដែលយើងស្រឡាញ់និងមនុស្សដែលយើងស្អប់បាទឬក៏កើតអំពីការដែលបានឮនៅមនុស្សដតីនិយាយដល់ទើបនឹងកើតការដឹងបានត្រឹមតែជាការស្រឡាញ់ឬក៏ការស្អប់នឹងកើតឡើងបាននេះខ្លះស្អប់មែនណាគាត់តែឮតែឈ្មោះម្នាក់ហ្នឹងស្អប់កើតចិត្តស្អប់បាទមែនទេបាទតែឮពីគេសោះហ្នឹងណាក៏កើតដែរបាទប៉ុន្តែបើសិនយើងមិនធ្លាប់បានជួបមិនធ្លាប់បានឮទេក៏នឹងមិនដឹងថាបុគ្គលនោះមាននៅក្នុងโลกទេទើបយើងប្រឆាចនៅការស្រឡាញ់ការស្អប់បានយ៉ាងពិតប្រាកដអញ្ចឹងបើសិនជាមនុស្សឬក៏សត្វដែលយើងដែលវាមិនមាននៅក្នុងโลกណាបាទដែលវាមិនប្រកបនៅក្នុងโลกហើយយើងក៏មិនដែលឮចិត្តយើងកើតស្រឡាញ់ការស្អប់បានទេ បាត់ទេ អត់លោកគ្រូ បាទវាអត់ ហើ កើត យ ទេ ឃើ ព្រោះ ញ អី មិនដែល មនុស្ស ឮ ហ្នឹងយើងមិនធ្លាប់ឮ ដែល មិន ឮ ធ្លាប់ឃើញមិនធ្លាប់ជួបហើយមិនធ្លាប់មាននៅក្នុងโลกដល់អញ្ចឹងទៅវាអត់កើតអាការស្រឡាញ់ការស្អប់ទេពេលច្រាស់មកវិញមានន័យថាដោយសារតែការជួបនឹងឯងការជួបមនុស្សដែលស្រឡាញ់ដែលស្អប់ឬក៏បានឮគេនិយាយអញ្ចឹងណាពីអ្នកនេះចេះទៅគួរឲ្យស្រឡាញ់ទៅនិយាយពីអ្នកនេះទៅថាអាក្រក់អញ្ចឹងទៅក៏ធ្វើឲ្យយើងកើតនៅការស្រឡាញ់ការស្អប់តាមគេដែរធ្លាប់ចឹងហ្នឹងសែនបើ បាទធ្លាប់ដែរលោក យើង គ្រូ អត់ដែរស្រឡាញ់អ្នកហ្នឹងទេប៉ុន្តែដល់ពេលអ្នកចិត្តខាងមិត្តភក្តិយើងប្រាប់ថាអូអ្នកហ្នឹងស្អាតចេះទន់ភ្លន់អីចេះហើយយើងធ្លាប់ឮតែពីគេសោះហ្នឹងក៏កើតការស្រឡាញ់ដែរមែនទេបាទ បាទ ហ្នឹងហើយអញ្ចឹងបច្រាស់មកវិញទៀតថាបើសិនយើងមិនធ្លាប់ឮទេមិនធ្លាប់ឃើញមិនធ្លាប់ជួបទេអញ្ចឹងការស្រឡាញ់ការស្អប់ហ្នឹងក៏វាអត់កើតឡើងដែរអញ្ចឹងណាបាទដូច្នេះនៅក្នុងករណីជាមួយគ្នានេះបើមនុស្សទូទៅជួបវត្ថុដែលមិនធ្លាប់ជួបក៏នឹងមិនកើតកិលេសនឹងដែរព្រោះតែមិនធ្លាប់ប្រកបក្នុងក្រសែចិត្តរបស់ខ្លួនវាអត់ប្រកបក្នុងក្រសែចិត្តរបស់យើងណាអញ្ចឹងវាធ្វើឲ្យយើងកើតការស្រឡាញ់ការស្អប់នឹងអត់កើតទេក៏បីជ្រាបសេចក្តីនេះតាមព្រះពុទ្ធតម្រាស់ដែលព្រះអង្គត្រាស់ទៅដល់មាលុក្ខបុត្រស្គាល់មាលុក្ខបុត្រទេ លោកគ្រូដល់ពេលបញ្យលនៃហ្នឹងលោកគ្រូបកទៅគាថាវិញបានត្រូវស៊ីមួយទឹកអាគាថាដែលពីដំបងអើយណាលោកគ្រូ បាទគេថាពាហយៈហ្នឹងឯងបង ចាប៉ុន្តែលោកគ្រូបញ្ជាក់នៃទៅលើគាថាហ្នឹងវិញតែព្រះអង្គសម្ដែងថាឲ្យស្អីគេលោកគ្រូខ្ញុំសុំតិចគាថាដំបងហ្នឹងព្រោះវាពាក់ព័ន្ធគ្នា ពាហយៈបងឯង ពីរយៈប៉ុន្តែគាថាណាលោកគ្រូ តា ចង់ តាស្មាតិ ចង់សម្រាយមើលកន្លែងហ្នឹងព្រោះវាតំណតំណងជាមួយគាថា បាទ ទិដ្ឋិទិដ្ឋមត្តੰ នេះគេថានេះបងតាស្មាហេពាហយៈនេះបង ក៏បីសិក្សាថាការឃើញត្រឹមតែជាការឃើញ បាទ ជប់ ការបានឮត្រឹមតែជាការបានឮ អូ ការអារម្មណ៍ផ្លូវជាមោហនដាតកាយចិត្តនឹងត្រឹមតែជាការដឹងអារម្មណ៍ផ្លូវច្រមុះអណ្ដាតកាយ
ការដឹងអារម្មណ៍ផ្លូវចិត្តមិនត្រឹមតែជាការដឹងអារម្មណ៍ផ្លូវចិត្ត គេថានឹងត្រឹមហ្នឹងឯងលោកគ្រូ បាទតែប៉ុណ្្នឹងឯងបង ចា តាម ចា ដែលព្រះអង្គសម្ដែងមិញនេះតកតងនឹងវត្ថុដែលយើងបានឮឬមិនបានឮហ្នឹងគឺពាក់ព័ន្ធនឹងគាថាខាងក្រោមវិញបងគាថាខាងក្រោមនេះណាបាទគឺព្រះអង្គសម្ដែងជាមួយមាលោកខ្ជាបុត្រនេះបាទតាំងកឹងមញ្ញសិមាលោកខ្ជាបុត្តៈយេតេចក្ខុវិញ្ញាណយោរូបាអតិថាអតិថពុពាអ្នកចបស្សសិអ្នកចតេហោតិបស្សេយន្តិអធិតេតថចន្ទោវារាគោវាពេមង្វាព្រះអង្គសួ លោកគ្រូ រអំ អា ពី នគាថាលើ មា ដូច លោក អត់ត្រូវចក្ខុអីគេលោកគ្រូអានដូចខុសបល័យ បាទចក្ខុវិញ្ញាយវិញ្ញាយា វិញយា ចា បាទយាវិញ្ញាយាបាទ អតិថា អញ្ចឹងព្រះអង្គសម្ដែងជាមួយមាលោកខ្ជាបុត្រហ្នឹងថាអ្នកសម្គាល់សេចក្តីនោះយ៉ាងណារូបដែលគប្បីឃើញដោយចក្ខុពួកណាអ្នកមិនឃើញហើយទាំងមិនធ្លាប់ឮហើយរមែងមិនឃើញក្នុងឥឡូវនេះផងនឹងការតេះរិះថាយើងនឹងឃើញក៏នឹងមិនបានមានដល់អ្នកផងអ្នកមានការពេញចិត្តមានការកំណត់ដឹងឬមានការស្រឡាញ់ក្នុងរូបទាំងនោះឬនេះបងសួរអញ្ចឹងណាបាទសួរដូចសួរជាមួយនឹងពាហយៈដែរប៉ុន្តែមានលោកខ្ជាបុត្រនេះព្រះអង្គសួរអំពីការបានឃើញការបានឮការដឹងក្លិនទាំងអស់ហ្នឹងណាបើសិនយើងមិនធ្លាប់ឮមិនធ្លាប់ឃើញកន្លងមកទេសួរថាតើការស្រឡាញ់ការស្អប់ហ្នឹងកើតអត់អញ្ចឹងមានលោកខ្ជាបុត្រហ្នឹងឆ្លើយព្រះអង្គវិញថា no ហេតាំងផនទេថាមិនមានទេព្រះអង្គអត់មានទេព្រះអង្គឃើញទេវាអត់មានណាมันអាចឲ្យយើងកើតការពេញចិត្តมันអាចឲ្យយើងកើតការស្រឡាញ់បានទេបើសិនជារូបហ្នឹងយើងមិនធ្លាប់បានឃើញមិនធ្លាប់បានឮមិនធ្លាប់ត្រេះរិះមិនធ្លាប់ប្រកាសដល់យើងសូម្បីបច្ចុប្បន្នក៏មិនធ្លាប់អញ្ចឹងក៏វានឹងមិនកើតមានដល់យើងដែរព្រះអង្គសម្ដែងថាព្រះតម្រាស់នេះគឺព្រះអង្គទ្រង់ប្រាថ្នាសម្ដែងថាអ្នកដែលបដិបត្តិនៅវិបស្សនាហ្នឹងក៏បីចម្រើននៅវិបស្សនាឃើញរូបារម្មណ៍ដែលធ្លាប់ឃើញមកពីមុនហើយលះកិលេសដែលកើតឡើងនៅក្នុងគណៈឃើញនេះបងឲ្យធ្វើម៉េចឲ្យយើងលះបាននៅកិលេសក្នុងគណៈឃើញដូចជាមួយនឹងកិលេសដែលមិនកើតឡើងអញ្ចឹងបើកិលេសហ្នឹងវាអត់ធ្លាប់កើតឡើងនៅក្នុងវិថីចិត្តរបស់យើងទេដូច្នេះវានឹងមិននាំឲ្យយើងកើតការស្រឡាញ់ការស្អប់នឹងកើតទេអញ្ចឹងណាអញ្ចឹងព្រះអង្គឲ្យយើងដូចជាមួយនឹងកិលេសដែលមិនកើតឡើងនៅក្នុងរូបដែលយើងមិនធ្លាប់ឃើញមកពីមុនអញ្ចឹងប៉ុន្តែនៅក្នុងគណៈឃើញនោះកិលេសរមែងពេញចិត្តឬក៏មិនពេញចិត្តនៅក្នុងរូបដែលឃើញរួមនឹងទាំងអវយវៈតូចធំទៀតផងកិលេសដូចពោលមកនេះរមែងនាំទៅកាន់ការប្រកាន់ខ្ជាប់នៅឧបាទានដែលជាហេតុឲ្យកើតនៅក្នុងភពថ្មីតទៅទៀតចឹងណាចឹងឲ្យបានជាព្រះអង្គឲ្យយើងពិចារណាឃើញត្រឹមតែឃើញឮត្រឹមតែឮពីព្រោះដើម្បីឲ្យយើងទប់ស្កាត់នៅកិលេសខណៈឃើញខណៈឮខណៈដឹងក្លិនដឹងរសអីហ្នឹងយើងទប់ស្កាត់កិលេសហ្នឹងបានព្រៀបបានដូចជាយើងមិនធ្លាប់ឃើញមិនធ្លាប់ឮមិនធ្លាប់អីទាំងអស់ដូច្នេះវាអត់កើតនៅការស្រឡាញ់ការស្អប់នឹងកើតឡើងបានទេបាទតែបើសិនជាយើងឃើញរាល់ថ្ងៃយើងឮរាល់ថ្ងៃជាប់ជាមួយនឹងឧបាទានការប្រកាន់ចឹងឧបាទាននឹងហើយដែលជាហេតុជាបច្ច័យនាំឲ្យកើតនៅក្នុងភពថ្មីតទៅទៀតតនេះមកមុននេះតសេចក្តីដែលព្រះអង្គប្រាថ្នាសម្ដែងជាមួយមាលោកខ្ជាបុត្រថាអញ្ចឹងណាគឺបំណងអង្គអញ្ចឹងបាទត្រង់កន្លែងរូបដែលធ្លាប់ឃើញលះកិលេសហ្នឹងគឺលោកចង់សំដៅយក
ឃើញរូបហើយគឺឃើញត្រឹមតែសភាវៈធម៌បរមត្ថធម៌ដែលត្រឹមតែវាជាបរមត្ថធម៌គឺកើតឡើងរូបត្រឹមតែជារូបហ្នឹងមែនវាមិនឲ្យជាប់ដល់ឧទាហរណ៍ថារូបស្អាតរូបអាក្រក់អញ្ចឹងហ៎ទួតបានអត់ទេ លោកគ្រូដាច់ គ្រូដាច់ គូហកទឹក បាទ ត្រង់កន្លែងថារូបដែលធ្លាប់ឃើញហើយហ្នឹងគឺឲ្យលះកិលេសកន្លែងហ្នឹងណាហើយសំដៅដែលយករូបណាដែលយើងឃើញដែលកើតកិលេសប៉ុន្តែយើងអត់បានពិចារណាដល់សភាវៈធម៌របស់វាមួយអញ្ចឹងឯង បាទតាមពិតដូចយើងឃើញរាល់ថ្ងៃរូបនឹងធ្លាប់ឃើញឯងបាទយើងធ្លាប់ឃើញឯង ធ្លាប់ឃើញផងអារូប បាទ ដែល សិត កន្លង សិត ទៅ តែ ហើយ ធ្លាប់ឃើញ តែមិន អ ធ្លា ស់ ប់ឃើញមក ឡង ពី កាត់ មុន ក្នុងវិថីចិត្តយើងទាំងអស់អញ្ចឹងរូបទាំងអស់ក្នុងឯងដែលវានាំឲ្យកើតនៅកិលេសបានអញ្ចឹងណាហើយកិលេសនឹងឯងដែលនាំឲ្យកើតជាបច្ច័យនាំឲ្យយើងកើតទៅភពថ្មីបន្តទៀតប៉ុន្តែគណៈឃើញនេះបើសិនយើងអាចលះកិលេសនឹងបានយើងអាចលះកិលេសនឹងគណៈឃើញនឹងបានណាដោយត្រឹមតែពិចារណាទៅដល់សភាវៈរបស់វារូបដដែលទេប៉ុន្តែយើងពិចារណាសភាវៈវាតើសភាវៈរបស់រូបហ្នឹងវាមានលក្ខណៈយ៉ាងម៉េចទូនាទីវាយ៉ាងម៉េចអីម៉េចវាត្រឹមតែជាការឃើញដោយវិបស្សនាតែម្ដងណាឃើញថាត្រឹមតែជាការឃើញតែប៉ុណ្្នឹងអញ្ចឹងការឃើញដែលត្រឹមតែជាសភាវៈនេះព្រះអង្គថាហាក់ដូចប្រៀបបានដូចជាយើងមិនធ្លាប់ឃើញរូបអញ្ចឹងឃើញទេមិនធ្លាប់ឃើញហាក់ដូចជាយើងមិនធ្លាប់ឃើញរូបហ្នឹងអញ្ចឹង យ កាល ល់ ណា ឡា មិនធ្លាប់ ជ្រៅ ឃើញទេបាទជ្រៅមិនធ្លាប់ឃើញទេ មានន័យថាកិលេសពេលហ្នឹងវាអត់កើតលោភៈកើតទេពេលហ្នឹងអត់កើតទេលះកិលេសបានគណៈពេលឃើញហ្នឹង អត់កើតហ្នឹងដោយសារយើងពិចារណាឃើញនៅសភាវៈហ្នឹងឯងលោកចាស់លោក បាទដោយសារ គ្រូ ឃើញសភាវៈឃើញតែសភាវៈជាបរមត្ថអត់ឃើញជាប់ដោយនារីរូបស្ តែ អាត បញ្ញ ប ត្តិ រោះរូប រូ ល្អ ប អី ស្ អត់ អាត ឃើញអត់ឃើញអញ្ចឹងឯងបាទ ឃើញត្រឹមតែវណ្ណៈនិយាយអស់ទេគ្រូ បាទឃើញត្រឹមតែជាវណ្ណៈត្រឹមតែជារូបអារម្មណ៍ឃើញត្រឹមតែជាវិញ្ញាណដែលឃើញរូបតែប៉ុណ្ណឹងឬ ហើយ ឃើញ ត្រឹ ត្រ ម ឹម តែ តែ ជា ជា ធា វេ តុ ទ បាន នា នេះលោកគ្រូ បាទ ឃើញត្រឹម ឃើញ តែ ត្រឹមតែ ជា ជា ធាតុ ធាតុបាទត្រឹមតែ ចា ជាធាតុឲ្យ ដេ តែ ញ មើ ទៅ ល ភ្លើ ឃើញ ង អញ្ ចា ចឹ ប់ ង គណៈពេលហ្នឹងព្រះអង្គថាហាក់ដូចជាព្រះអង្គសួរទៅមេលោកៈមេលោកខ្ជៈបុត្រអញ្ចឹងថាបើសិនជារបស់ហ្នឹងអ្នកឯងមិនធ្លាប់បានឃើញមិនធ្លាប់បានជួបទេមិនធ្លាប់បានប្រសពទេបច្ចុប្បន្នគណៈនេះក៏អត់មានវាទៀតអត់មានអារូបហ្នឹងទៀតតើកើតការស្រឡាញ់ការពេញចិត្តអត់ អត់មាន អត់ជាប់ អត់កើត បើ ទេ អត់ ឃើញ អ ទេ ត់ឡើង កើត ទេ អត់កើតទេមានន័យថាកិលេសហ្នឹងវាអត់កើត វា ឡើង ឆ្លាស់ ទេ យល់លោកគ្រូអរគុណ ហ្នឹងហើយរៀងជ្រៅវិចារណាដេញមកអញ្ចឹងមកយើងយល់បានហើយអូខេអញ្ចឹងមិនត្រឹមតែជាការឃើញទេសូម្បីតែការឮហ្នឹងក៏នៃសេចក្តីតែមួយហ្នឹងឯង ហ្នឹ ការ ង ឮ បើតា ក្តីដឹងក្លិនដឹងរសដឹងផតពៈធម្មារម្មណ៍ក្តីក៏អាចពិចារណាអញ្ចឹងបានដូចគ្នាបាទអញ្ចឹងខ្ញុំត្រួសទៅពួកអីដូចតែគ្នាទេអារម្មណ៍ទាំង6ហ្នឹងមកដល់ចំណុចកន្លែងព្រះអង្គបញ្យល់បន្ថែមទៀតនេះកន្លែងនេះណាឥឡូវដូចសំណួរដែលសុពៅសួរអញ្ចឹងនេះអ្នកនឹងមិនកើតកិលេសដែលជាប់ដោយសភាវៈធម៌ទាំងនោះក្នុងកាលណាឃើញទេបើសិនយើងពិចារណាទៅវាអត់ជាប់នឹងកិលេសគឺសភាវៈធម៌នោះវាត្រឹមតែជាសភាវៈធម៌ទេអញ្ចឹងវានឹងធ្វើឲ្យអ្នកនឹងមិនចូលចម្ពាក់នៅក្នុងសភាវៈធម៌ទាំងនោះនៅក្នុងការនោះដែរឃើញអត់នេះចម្លើយឡើយនេះចម្លើយដែលសុពៅសួរមិញថាឥឡូវ មាន បុរុ ចម្ នោះ លើ ធ្លា យ ប់ឃើញហើយតែខ្ញុំធ្វើម៉េចដើម្បីកុំឲ្យខ្ញុំកើតកិលេសគឺមើលឃើញត្រឹមតែជាសភាវៈធម៌ដូចពីហយៈដែលលោកស្ដាប់ធម៌ព្រះអង្គហើយលោកសម្រេចមគ្គផលហេតុអីសួរថារូបនោះលោកធ្លាប់ឃើញទេ
ធ្លាប់ឃើញមកហើយច្រើនមកហើយសំឡេងហ្នឹងក៏ធ្លាប់ឮមកហើយដឹងក្លិនដឹងរសក៏ធ្លាប់ឮមកហើយប៉ុន្តែលោកអត់ដែលដឹងថាធ្វើម៉េចដើម្បីកុំឲ្យវាឃើញហ្នឹងឃើញជានេះឃើញជានោះអញ្ចឹងណាលោកអត់ដឹងឡើយហ្នឹងឯងដល់មកជួបព្រះអង្គពុបព្រះអង្គប្រាប់ថានេះពាហយៈការឃើញត្រឹមតែជាការឃើញការឮត្រឹមតែឮការដឹងត្រឹមតែការដឹងការពិចារណាផ្លូវចិត្តក្នុងការណាចិត្តកន្លែងហ្នឹងពុបដូចលោកភ្ញាក់មកត្រាស់ដឹងតែម្ដងគណៈពេលហ្នឹងណាវិបស្សនាញាណចេញពីបស្សនាទី1ទី2ទី3ទី4ទី5រហូតដល់ទី16ពុបព្រះរហន្តតែម្ដងប៉ុន្តែលោកអង្សំមកអសង្ខ័យណាអូនមិនមែនទៅអង្សំបានខែដូចយើងទេ មួយអសង្ខ័យកាប់ហើយហ្នឹងហើយ100,000កាប់លោកអង្សំបដិសេធមកណាជាព្រះរហន្តណាអញ្ចឹងលោកស្ដាប់តែប៉ុណ្្នឹងលោកត្រាច់មគ្គផលហើយតែយើងស្ដាប់ហើយស្ដាប់ទៀតសូត្រហើយសូត្រទៀតនៅតែមិនសម្រេចដោយសារឥន្ទ្រីយើងមិនទាន់ចាស់ខ្លាការសំ យើ របស់ ង យើងនៅមានកម្រិតបាទ យើងកំពុងសំបន្តទៀត បាទអញ្ចឹងយើងរៀនសិនទៅរៀនឲ្យដឹងជាប់បដិស័យទៅមួយជាតិទៅមួយជាតិមួយជាតិទៅមួយជាតិយូរទៅយើងនឹងបានជាក់ច្បាស់ហើយដោយថាព្រះអង្គថាអ្នកនឹងមិនកើតកិលេសទេដែលជាប់ដោយសភាវធម៌ហ្នឹងតែជាប់សភាវធម៌ហ្នឹងគឺអត់កើតកិលេសទេប៉ុន្តែរាល់ថ្ងៃយើងមិនជាប់សភាវធម៌ណាយើងជាប់តែកិលេសហ្នឹងដែលអញ្ចឹងទៅវាធ្វើឲ្យយើងជាប់ជំពាក់នៅក្នុងកិលេសទាំងអស់ហ្នឹងឯងអញ្ចឹងណាបាទនេះព្រះអង្គបញ្យល់ទៀតថាមនាលវាលុក្ខៈបុត្រអ្នកនឹងមិនមានក្នុងលោកនេះដំបូងហ្នឹងគឺព្រះអង្គឲ្យឃើញថាវត្ថុហ្នឹងមិនមានក្នុងលោកដល់ឥឡូវព្រះអង្គឲ្យឃើញថាសំបីតែខ្លួនឯងហ្នឹងក៏គ្មាននៅក្នុងលោកហ្នឹងដែរអត់មានទេហើយមិនមាននៅក្នុងលោកដទៃនិងមិនមាននៅក្នុងលោកទាំងពីរនេះឯងទៅជាទីបំផុតទុកនេះ ជប់ ព្រោះណាមកដល់កន្លែងហ្នឹងណា ពេលនេះ ឃើញ ទៅ រហូត ត្រូវ តតែលែងឃើញខ្លួនយើងមានទៀតដំបូងឃើញតែវត្ថុខាងក្រៅឯងឥឡូវព្រះអង្គថាណែអ្នកឯងណាសូម្បីតែអ្នកឯងហ្នឹងក៏មិនមាននៅក្នុងលោកនេះហើយក៏មិនមានក្នុងលោកដទៃទេតតែធ្វើឲ្យខ្លួនយើងហ្នឹងទៅជាបុគ្គលដែលមិនមានក្នុងលោកទាំងពីរនេះឯងអាហ្នឹងឯងទៅជាទីបំផុតនៃទុក្ខបាទបើសិនយើងអត់បានឆ្លងកាត់កន្លែងហ្នឹងទេយើងនៅតែកើតទុក្ខចឹងឯងចឹងសេចក្តីខាងដើមនេះមានន័យថានេះលោកបញ្យល់វិញក្នុងខណៈឃើញរូបគឺគប្បីទទួលដឹងត្រឹមតែសភាវៈឃើញប៉ុណ្ណោះណាថែមទៅចម្លើយដែលថាធ្វើម៉េចដើម្បីឲ្យខ្ញុំកាត់កិលេសនឹងបានដើម្បីកុំឲ្យខ្ញុំមាននៅក្នុងលោកនេះនិងលោកខាងមុខគឺខណៈឃើញរូបគប្បីទទួលដឹងត្រឹមតែជាសភាវៈឃើញប៉ុណ្ណោះសភាវៈអ្នកឃើញមិនមែនយើងឃើញទេអត់មានសែមពៅអត់មានរុនស្រុនអត់មានតាបុនធនអីឃើញទេគឺសភាវៈឃើញប៉ុណ្ណោះឯងកុំពិចារណាក្នុងវត្ថុឃើញនឹងរហូតនាំកើតកិលេសហើយញ៉ាំកុំពិចារណាវត្ថុដែលយើងឃើញនឹងរហូតដល់កើតកិលេសដែលស្រឡាញ់ហើយនឹងស្អប់កើតឡើងអញ្ចឹងកាលណាដែលយើងតាមសភាវៈធម៌នឹងឃើញតែម្យ៉ាងរូបដែលបងប្អូនបានជួបបានឃើញនោះក៏វាប្រកាសត្រឹមតែជាពណ៌ហើយទេរូបដែលយើងឃើញហ្នឹងវាប្រកាសត្រឹមតែជាពណ៌វណ្ណៈរូបដោយមិនប្រកាសជារូបសន្តានទេមិនមែនជារូបសន្តានប្រុសស្អាតស្រីស្អាតបុរសស្ត្រីអត់ទេនឹងប្រកាសសភាពដែលមិនទៀងនៅក្នុងហ្នឹងជាទុក្ខនិងមិនមែនជារបស់ខ្លួនដោយការដែលឃើញភាពកើតឡើងនឹងរលត់ទៅរូបដែលឃើញនោះដូចជាមួយរូបដែលយើងមិនបានឃើញរូបដែលឃើញហ្នឹងប្រៀបបានដូចជារូបដែលយើងមិនបានឃើញអញ្ចឹងកាលណាយើងមិនបានឃើញវារមែងមិនជាប់ជំពាក់ឲ្យកើតកិលេសទៅថាឃើញអ្នកនោះឃើញអ្នកនេះគេហ្នឹងគួរឲ្យស្រឡាញ់គេហ្នឹងគួរឲ្យស្អប់ហើយក៏មិនឲ្យយើងកើតនៅកិលេសនៅក្នុងគណៈនេះដែរកន្លែងហ្នឹងឈ្មោះថាអីកន្លែងហ្នឹងហើយដែលលោកឲ្យឈ្មោះថាតទាំងកបហានៈលះកិលេសបានដោយតទាំងកបហានៈគឺមួយគណៈមួយគ្រាឃើញទេកន្លែងហ្នឹង
បាទគឺលះបានហើយគណៈពេលដែលយើងឃើញហើយយើងពិចារណាទៅដល់សភាវៈធម៌វាត្រឹមតែជាសភាវៈឃើញវាអត់មែនសត្វអត់មានបុគ្គលទេពេលនោះហើយឈ្មោះថាជាការលះកិលេសបានដោយតទាំងកែបហណៈគឺលះបានមួយគ្រាដោយការកំណត់ដឹងនិងមិនមានអារម្មណានុស័យដេកត្រាំនៅក្នុងអារម្មណ៍ឃើញនោះទៀតល្អហើយកន្លែងហ្នឹងតែបើកន្លែងបប្រតិបត្តិល្អហើយ ល្អ បាទលោកគ្រូស្ដាប់ទៅគ្រូល្អ ហ្នឹងហើ ហើយ យចង់សួរមួយលោកគ្រូត្រង់កន្លែងថាដែលអ្នកនឹងមានក្នុងលោកនេះនិងលោកខាងមុខលោកចង់សម្ដៅយកពីត្រឹមតែជាសភាវៈធម៌អញ្ចឹង បាទ ត្រឹម ព្រះអ តែ រហ ជា ន្ត ស ទាំង ភា ឡាយ វៈ លោកមានលោកខាងមុខនឹងទៀតទេមានខ្លួនលោកនៅក្នុងជាតិនេះទៀតទេ អត់ អត់មានទេលោកនេះលោកក៏អត់មានទេហើយពេលលោកស្លាប់ទៅប្រណិពានទៅលោកទៅកាត់លោកដតីហ៎ បាទ ក៏អត់ដែរនឹងហើយជាទីបំផុតនៃទុក្ខព្រះអង្គសំដៅទៅលើអរហត្តមគ្គនេះ អូអញ្ចឹងហ៎ បាទ ចុះអាលោកទាំងពីរហ្នឹងស្អីគេលោកគ្រូ លោកទាំងពីរគឺលោកនេះនិងលោកខាងមុខ លោក អូខ្ញុំ លោក ប្រ យើង ពន្ធ រស់នៅហើយនឹងលោកទុក្ខរៈ លោ លោក កនេះ លោ មួយ ក លោកខាង ទាំង មុខ ពី មួយ រ យើងដែរសន្ធិទៀតហ៎មិនលោក ចា ទី ចា 2ហ្នឹងហើយលោក2ហ្នឹងហើយ អញ្ លោ ចឹ ក ង ទី លោកនេះនិងលោកខាងមុខបាទ អញ្ចឹងมันមានក្នុងលោកអញ្ចឹងវាមានស្អីអត់លោកគ្រូវាត្រឹមតែសភាវៈជាសភាវៈ ចូលនិ ធម៌ ត្រឹម ព្វាន តែ ហ្នឹង ជាសភាវៈ និ ធ ព្ ម៌ វាន ត្រឹម ណា តែជាកិរិ ចូល យា និព្វានហ្នឹង លោកបរិនិព្វានទេតាលោកនិព្វានទេតាក៏ណា ហ្នឹង រូបរបស់លោកមិនទាន់និព្វានតែលោកនិព្វានខណ្ឌនៅឯតើតែលោកស្លាប់ទៅឬក៏បូជាទៅអាហ្នឹងបាននិព្វានខណ្ឌទៀតតែលោកនិព្វានចិត្តឯងចិត្តលោកនិព្វានឯងចឹងព្រះអង្គ បា សំ ទ ដៅថាឲ្យយើងចម្រើនរហូតពីថ្នាក់សោតាហ្នឹងរហូតទៅដល់អរហត្តមគ្គនេះទើបមិននាំមកនៅសេចក្តីទុក្ខទាំងលោកនេះនិងលោកដទៃអត់កើតទុក្ខទៀតទេ លោកគ្រូ ដោយ ខ្ញុំ រៀ កា ប ន់យកន័យខុសបាត់ យ៉ាងម៉េចដែរបាទ មុននឹងលោកគ្រូអានមកខ្ញុំកាន់យកន័យខុសបាត់ខុសថាអញ្ចេះខុសដោយសារអីគឺចង់និយាយថាអ្នកមិនមានក្នុងโลกនេះអញ្ចឹងចង់និយាយថាចង់និយាយថាបញ្ជាក់ទៅលើបុគ្គលគឺគ្មានទេក្នុងโลกនេះការពិតដែលមានហ្នឹងមានតែរូបវេទនាសញ្ញាអីជាដើមអញ្ចឹងខ្ញុំកាន់យកន័យហ្នឹងទៅវិញ ខ្ញុំអញ្ចឹងដែរតាខ្ញុំស្មានតែអញ្ចឹងដែរណាស្មានតែត្រឹមតែជាសភាវៈធម៌បុគ្គលឬក៏ពីនេះពីនោះអ្នកនេះអ្នកនេះវាអត់មានណាខ្ញុំកាន់យកអញ្ចឹងដែរបានសួរបញ្ជាក់លោកគ្រូទៅលោកគ្រូថាសំដៅដល់ព្រះអរហន្ត ហ្នឹងហើយបាទព្រះអរហន្តលោកអត់មាននៅក្នុងโลกនឹងទៀតទេការប្រព្រឹត្តរបស់លោកត្រឹមតែជាកិរិយា កិរិ ទេ យា បាទ ប៉ុន្តែគ្រាន់ថាកន្លែងបញ្ជាក់នៅខាងក្រោយនេះឯងជាទីបំផុតនៃទុក្ខអាហ្នឹងទីបំផុតនៃទុក្ខហ្នឹងវាដល់អរហត្តមគ្គឯងប៉ុន្តែកាន់យកន័យអាលោកខាងនេះលោកទាំងពីរនេះมันមានក្នុងលោកទាំងពីរនេះកាន់យកន័យខុសតែពីលោកគ្រូបញ្យល់អញ្ចឹងត្រឡប់មកបញ្យល់វិញអញ្ចឹងរៀងយល់វិញតែមុនហ្នឹងកាន់យកន័យខុសបាត់ហើយ ហេតុអីហេតុបងព្រោះចង្កាលយើងអានឲ្យដល់ចុងទៅបានមកបកមកអាន័យខាងដើមវិញត្រូវអញ្ចឹងណាបាទអញ្ចឹងនៅក្នុងន័យសេចក្តីហ្នឹងគឺលោកឲ្យយើងពិចារណាឃើញអញ្ចឹងត្រឹមតែជាសភាវៈធម៌ក្នុងគណៈឃើញគណៈឮដឹងក្លិនដឹងរសដឹងផតភៈហ្នឹងឲ្យតែយើងប្រព្រឹត្តអញ្ចឹងបានអញ្ចឹងការលះកិលេសរបស់យើងហ្នឹងជាតទាំងកបបហណៈបន្តិចម្ដងប្រៀបបានដូចជាយើងជពាក់បំណុលគេយើងជពាក់បំណុលធនាគារយើងរាល់ថ្ងៃហ្នឹងគិតតែពីខ្ចីធនាគារហ្នឹងចូលមកខ្ចីធនាគារហ្នឹងចូលមកអញ្ចឹងអាហ្នឹងវាកោហើយលុយហ្នឹងកាន់តែកោទៅច្រើនទៅហើយលុយហ្នឹងបាទ ច្រើនជាពាក់គេកាន់តែច្រើន បាទជពាក់កាន់តែច្រើនបូកការគុណអីទៅកាន់តែច្រើនទៀតតែដល់ពេលនេះយើងឈប់ខ្ចីយើងឈប់ខ្ចីធនាគារហ្នឹងហ่ะតើបំណុលហ្នឹងកើនទៀតអត់ មកនេះរំលោះ បាទវាចាប់ដើមរំលោះហើយមែនទេចាប់ដើមរំលោះបាទ
វាលែងកើនហើយវាចាប់ដើមរំលោះបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងរំលោះមកជាតិបន្តិចមកជាតិបន្តិចទៀតចុងក្រោយអស់ ដល់ម៉ោងបាត់ហើយលោកគ្រូលឿនមក បាទ 10ជា ស្ដាប់ទៅ កំ ពី ពុ រោះ ងព្រោះដល់ម៉ោងហ៎ គ្រូស្ដាប់មកបន្តិចលោកគ្រូ ចឹង ចាប់មក10មែន ម៉ោង ចាប់ 10 មក ចាប់ 10 បាទបាទ ចាឡើយ10ឡើងតិចឯង តាក់ទាំងកបហាណាធ្លាប់ឮតែលោកគ្រូពុទ្ធវង្សទេហើយមកជួបហើយលោកគ្រូ ឥឡូវមកជួបហើយណាគឺ ចា ដូចយើង ហើយ ឈប់ខ្ចីលុយធនាគារអញ្ចឹងណាតាក់ទាំងកបហនៈហ្នឹងឈប់ខ្ចីម្ដងតិចម្ដងតិចរហូតតតែលែងខ្ចីធនាគារទៀត ហើយ គឺ ស្ដាប់ លុ និ យ យាយ ការ ស្ដាប់ ខ្ចី លោកគ្រូតែមិនយល់លោកគ្រូដឹងតែលោកគ្រូថាបហាណាហើយតាក់ទាំងកបហាណាហ្នឹងមិនដឹងស្អីហ្នឹងមិនដឹងទេដល់មករៀនចឹង អាហ្នឹង ចា លះមកគ្រា អ មក ត់ គ្ ដឹង រា ហើយលោកគ្រូថាមានហើយមិនមានវិញហ្នឹងក៏អត់យល់ដែរមុនបងអត់យល់ទេតែដល់ពេល បាទ មកជួបដល់ដូចថាម្ដាយឪពុកយើងអញ្ចឹងមានហើយមិនមានវិញដល់ពេលម្ដាយឪពុកស្លាប់អស់បានដឹងថាអូលោកគ្រូ អូ ពុទ្ធវង្សទេ មិនមានចឹ ចា ងសោះណា ចា ដល់មកដល់កន្លែងហ្នឹងបានចាក់ណាឃើញ តែពិចារណាចូលត្រៃលក្ខណ៍វាមិនទៀងមានកើតឡើងដល់ពេលហើយវារត់ដល់ទៅវិញ បាទ ហើយលោកគ្រូចង់បញ្ជាក់កន្លែងនេះមួយកន្លែងថាសភាវៈស្អីគេឃើញខាងលើវិញមិនយកសភាវៈខ្ញុំនឹងតិចទៀតនេះ គណៈឃើញ ត្រឹ រូ ម ប តែហ្នឹងហើយត្រឹម នេះត្រឹមតែសភាវៈ ឃើញ ឃើញ ប៉ុណ្ណោះ ប៉ុណ្ណោះបាទ បាទអាហ្នឹងចង់សំដៅយកអីគេលោកគ្រូ សំដៅយកសភាវៈ5ដែលយើងរៀនមិញហ៎ អូតាមហ្នឹង សភាវៈ5នេះ5ដែលយើងរៀនមកហ្នឹងការឃើញហ្នឹងត្រឹមតែសភាវៈ5ហ្នឹងឯងដែលកើតវាដោយសារតែមានចក្ខុប្រសាទមែនទេទើបមានរូបារម្មណ៍មានចក្ខុវិញញៀនអញ្ចឹងធម៌ទាំង3នឹងប្រសពគ្នាទៅនាំឲ្យកើតភាសៈជាបច្ច័យនាំឲ្យកើតវេទនាអញ្ចឹងមកព្រឹបដែលយើងឃើញហ្នឹងវាកើតទៅធម៌5ហ្នឹងឯងធម៌5ហ្នឹងឯង អាហ្នឹងមិនមែនសំដៅយកមនុស្សទេសំដៅយកខ្លួនទេគឺសំដៅយកសភាវៈដែល សភាវៈធម៌ សភាវៈ ឃើញស 5 ភាវៈ ហ្នឹង ធម៌នោះបាទទាំង5នោះ បាទអរគុណ បាទអត់ឃើញសត្វអត់ឃើញបុគ្គលអីណាដតីទេឃើញត្រឹមតែជាសភាវៈធម៌ឬព្រះអរហន្តឃើញយើងធ្វើខុសលោកអត់មានឃើញយើងនឹងជាអង្គលីមាឃើញយើងជាអីលោកឃើញត្រឹមតែជាសភាវៈធម៌ទេខ្លួនយើងដែលធ្វើនេះដូចអាយ៉ងអញ្ចឹងណាអាយ៉ងរបស់ចិត្តអាយ៉ងរបស់កិលេសអញ្ចឹងណាលោកឃើញអញ្ចឹងហើយលោកអត់មានទៅខឹងយើងអត់មានទៅស្អប់អត់មានទៅស្រឡាញ់យើងទេព្រះអរហន្តណាលោកមើលឃើញអញ្ចឹង ចឹងនៅក្នុងកិច្ចបដិបត្តិរបស់យើងហ្នឹងក៏យើងរៀនឲ្យឃើញអញ្ចឹងដែរពិចារណាឲ្យឃើញអញ្ចឹងទោះពីឥឡូវយើងមិនធ្លាប់ឃើញអញ្ចឹងយើងចាប់ផ្ដើមអនុវត្តបន្តិចម្ដងសភាវៈធម៌ណាកើតពិចារណាវធម៌ណាកើតពិចារណាយូរទៅវាបានទៅជាទម្លាប់បានចឹងមិនលោកថាឲ្យលះត្រឹមជាតទាំងកបហានៈសិនទៅបាទមួយគ្រាសិនក៏បានដែរឲ្យឃើញថា វាត្រឹមតែជាពណ៌នេះត្រឹមតែជាពណ៌កុំឲ្យវាប្រកាសថាការឃើញហ្នឹងវាទៅជារូបសន្តានទៅជាសភាពអីមួយអញ្ចឹងណាឲ្យឃើញថាវារបស់ហ្នឹងមិនទៀងរបស់ហ្នឹងជាទុក្ខរបស់ហ្នឹងមិនមែនជាខ្លួនយើងទេពេលដែលយើងឃើញរហូតដល់ការកើតការរលត់របស់រូបហ្នឹងទៀតវាឈានទៅដល់វិបស្សនាមួយទៀតលោកហៅថាភង្គញាណទៅដល់ញាណទី3 ភង្គញាណគឺការកើតការរលត់នឹងទៀតអូនចាំញាណ16អត់បាសនាញាណ16ចាំអត់ អត់ផងអត់បាននៅផងគ្រូ ហ្នឹងហើយចាំមើលក្នុងបន្ទប់ឯកសារទៅខ្ញុំទៅសេឲ្យណាបាសនាញាណ16ហ្នឹងបាទវាកើតតគ្នាមិនហ្នឹងហើយអញ្ចឹងយើងបញ្ចប់ប៉ុណ្្នឹងឯងបងប្អូន លោកគ្រូតម្លាក់ឲ្យញៀន16ទិញឥឡូវផ្លេចបាត់ ពួកបន្ទន់បានតែចាំច្រើនហ្នឹង ចា បាទអញ្ចឹងយើងបញ្ចប់ប៉ុណ្ណឹងចុះហើយខ្វះខាតឆ្ងល់ឡើងណាអាចសាកសួរក្នុងក្រុមក្នុងអីបន្ថែមទៀតថ្ងៃស្អែកយើងនឹងមកបញ្ជាក់កន្លែងហ្នឹងបន្ថែមទៀតបាទជើញលោកយាយកម្មាទោសផ្សាយមេត្តាបញ្ចប់យាយ ចាសូមគ្រប់អរគុណលោកគ្រូចាំសូមក្រុមជើញបងប្អូនធម្មញាតទាំងអស់ដើម្បី
ចូលរួមកម្មាទោសនិងផ្សាយមេត្តាបិទកម្មវិធីទោះឯណាដែលយើងខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅយ៉ាងកញ្ចកុសលកម្មង្កតពាំងកិរិយ៉ាងមកាយេនវាចាមនសាតិតសេសុកតੰកតੰយេសត្តាសញ្ញិណោអត្តយេចសត្តាអសញ្ញិណោកតੰបញ្ញផលੰមៃហੰសពេភាគីភវន្តតេយេតੰកតੰសវិតិតੰតនੰបញ្ញផលੰមយេយេចថាតជានន្តិទេវាកន្ទវានវេតយងសពេលោកកម្មយេសត្តាជីវន្តាហារហេតកាមនុញ្ញੰពោចនាងសពេលភន្តមមចេចសាតិសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណដ្ឋិសន្តិបរាំងសុខੰពុំមានសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់ឡើយសូមសាធុការអនុមោទនាសូមនមស្ការលាជំរាបលាលោកគ្រូជំរាបលាបងប្អូនទាំងអស់សូមជំរាបលាបងប្អូនទាំងអស់បាទជម្រាបលាមកដល់គ្នាបងវិគីខ្ញុំផ្សាយឯកសារតាម Telegram ណាបងចាំមើលណាបាសនានៃភាគ1ភាគ2ភាគ3បាទបងបើក Telegram ខ្ញុំទៅឃើញហើយបាទយើងអរគុណចានមកស្ការលាសូមអរគុណច្រើនលោកគ្រូជំរាបលាធម្ម